មែនទែនទៅបងប្អូនទាំងគ្នាសម្រាប់គូជីវិតណានៅពេលដែលគាត់ឈានដល់ប្រើពាក្យមួយម៉ាត់ថាមិនចុះសម្រុងហើយគាត់មានបំណងចង់បែកបាក់គ្នាខ្ញុំគិតថាពេលវេលាមួយហ្នឹងគឺជាពេលវេលាដែលគាត់ត្រូវពិចារណានិងគិតឡើងវិញទម្រាំតែគាត់បានស្រឡាញ់គ្នាយល់ចិត្តគ្នាគាត់បានចាយពេលវេលាច្រើនមែនទែនជាមួយនឹងគ្នាដើម្បីធ្វើរឿងល្អៗជាច្រើននៅក្នុងជីវិតចុះនៅពេលដែលគាត់មានបំណងថាចង់ចែកផ្លូវគ្នាតែគាត់បានគិតទេថារឿងល្អជាច្រើនដែលបានធ្វើកន្លងមកនោះវាបានផ្ដល់ជាអនុស្សាវរីយ៍ល្អៗសម្រាប់គាត់ដល់កម្រិតណាមែនតើពាក្យមិនចោះសម្រងនេះបានន័យថាបើយើងក៏លេចទៅមើលខាងប្រុសនិងខាងស្រីគាត់គួរតែត្រឡប់ទៅមើលពីសកម្មភាពនិងកំហុសរបស់ខ្លួនឯងបើយើងពិតជាដឹងថាកំហុសរបស់យើងគឺត្រូវបានកែប្រែទាំងអស់គ្នាដើម្បីភាពរីកចម្រើនតទៅថ្ងៃមុខព្រោះមែនតើនៅថ្ងៃមុខគឺប្រកាសមនុស្សម្នាក់តែងតែចង់បាននេះចង់បាននោះចង់បានទ្រព្យសម្បត្តិចង់បានសេចក្តីសុខចង់បានរឿងល្អនៅក្នុងជីវិតចុះហេតុអីបានជានៅពេលនេះយើងមិនក៏មិនខំប្រឹងធ្វើទៅដើម្បីឲ្យក្តីសុខក៏ដូចជាទ្រព្យសម្បត្តិផ្សេងដែលយើងត្រូវសន្សំទុកតម្រង់ទិសទៅថ្ងៃខាងមុននិងក្រោយយើងពិតជាចង់បានចំណុចទាំងអស់នោះទេក៏បីយើងគួរតែធ្វើរឿងនេះបដាទៅហើយទម្លាក់ម្នាក់បន្តិចថយក្រោយ3ចំហៀនគិតឡើងវិញថាអនុស្សាវរីយ៍របស់យើងវាពិតជាល្អដែលមិនគួរយើងបំភ្លេចទេយ៉ាងហោចណាស់ក៏យើងត្រូវគិតថាថ្ងៃដំបូងដែលយើងជួបគ្នាអារម្មណ៍រំភើបបេះដូងនៃក្តីស្រឡាញ់ដែលវាកើតឡើងហ្នឹងគឺវាមិនងាយមានទេនេះហើយគឺជាស្នេហាដែលកើតចេញពីចិត្ត